Our hearts beat to the city streets. We began to បងប្អូនទាំងអស់គ្នាមកលេងសៀមរាបមានដែរចូលលេងប្រាសាទមួយនេះទេនេះគឺជាប្រាសាទព្រះគោដែលមានទីតាំងនៅជិតប្រាសាទបាគងនៅបណ្ដោយផ្លូវពីភ្នំពេញទៅសៀមរាបគឺយើងទៅដល់បាគងមុនគេហើយបងប្អូនខ្លះប្រហែលជាចូលញ៉ាំអាហារនៅភោជនីយដ្ឋាននៅជិតប្រាសាទបាគងចឹងចេញពីប្រាសាទបាគងគឺយើងមានប្រាសាទតូចមួយគេហៅថាប្រាសាទព្រះគោចឹងរចនាបថគឺមិនអន់ទេគឺស្អាតហើយនៅសល់រូបចម្លាក់មើលទៅគឺច្បាស់ហើយទិដ្ឋភាពក៏ល្អបរិយាកាសធម្មជាតិនៅជុំវិញប្រាសាទក៏ស្រស់ស្អាតផងដែរអញ្ចឹងខ្ញុំនិងក្រុមគ្រួសារបានជិះកាត់ហើយក៏បានឆ្លៀតចូលទៅលេងប្រាសាទព្រះគោមួយអញ្ចឹងក្នុងការចូលទៅគឺមានទិដ្ឋភាពស្រស់ស្រាយនិងស្រស់ស្អាតមែនទែនយើងដើរគយគន់ទស្សនានៅរចនាបថរបស់ប្រាសាទព្រះគោមួយនេះអញ្ចឹងបងប្អូនទាំងអស់គ្នាមួយចំនួនខ្លះប្រហែលជាមើលរំលងដោយសារតែតូចហើយត្រូវមានពីការថតរូបថតលេងពេញនិយមនៅប្រាសាទមួយនេះទេអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានពេលអាចចូលទស្សនាប្រាសាទមួយនេះគឺស្រស់ស្អាតមែនទែន